Bye. បាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំខាន់ចេញវីដេអូយូរហើយដោយសារតែទីមួយយើងរវល់ការងារផងអីផងអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីចម្ងល់មួយតើយើងបេះសបុកគេនឹងបាបអត់បើយើងយកសបុកគេដូចជាយកផ្ទះគេអញ្ចឹងនេះជាចម្ងល់ដែលបងប្អូនមួយចំនួនកំពុងតែឆ្ងល់ថាចុះយកសបុកគេយកផ្ទះគេអញ្ចឹងមិនកើតទៅហើយគេបានអីនៅអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យបងប្អូនឃើញជើញទៅទស្សនាដល់គ្នាណាកូនយើងមើលបងប្អូនមកមើលសបុកកន្លែងល្អមួយឲ្យបងប្អូនឃើញជាមើលគេអាចឡើងលើតិចបាទព្រោះនេះជានិយាយចំទៅនេះជាចម្ងល់ដែលបងប្អូនទាំងអស់គ្នាឆ្ងល់ថាគិតយកសបុកគេបាទយកសបុកគេទៅកើតលើនេះបងប្អូនឃើញការចាប់ដើមដំបូងមុននឹងវាបានជានេះគឺវាចេះនេះអញ្ចឹងមុននឹងវាពងអញ្ចឹងបាននេះទៅវាចេះនេះឃើញវាតិចចេះអាហ្នឹងមុនវាពងមកវានេះមុនវាពងមកចេះនេះឃើញពងឃើញបាទច្បាស់នេះឃើញពងអានេះអត់មានពងវាទឹកវាឃើញចឹងពេលតែវាពងបានប្រហែលជាទៅវាបៀកបានប្រហែលជាប្រហែលហើយវាពងទៅវាចាប់ដើមញាប់បាទជំនួយបងប្អូនយកឲ្យមើលនេះបងប្អូនឃើញនេះវាញាប់ឃើញនេះកូនញាប់ឃើញចឹងនេះឃើញឃើញចឹងវាចាប់ដើមញាប់ពេលញាប់ហើយវាចាប់ដើមដោះរោមនេះរោមតូចចាស់នេះកូននេះនេះកូននេះណាមិនមែនទេក្រោយមកបានវាចាប់ដើមធំប៉ុណ្ណេះនេះវាចាប់ដើមតោងប៉ុណ្ណេះចឹងវាថាទេចឹងគឺវាតោងប៉ុណ្ណឹងវាថាទេវាថាវានៅតែតោងរហូតដល់វាធំប៉ុណ្ណេះនេះនេះតែមួយថ្ងៃពីរទៀតវាហើមួយថ្ងៃពីរទៀតវាហើចឹងពេលវាហើបាត់បើយើងចាប់ដើមយកសបុកដាក់លើពងនេះសបុកចេះសបុកធំចេះមើលនេះមើលនេះបាននេះអានេះអត់មានពងទេអត់មានពងចេះគឺយើងចាប់ដើមយកបាទពេលយើងចាប់ដើមបានយកបាទនេះចឹងពេលដែលយើងយកហើយកន្លែងរបស់វានេះគឺវានឹងនៅពេលដែលវាចាប់ដើមចង់ពងកូនទៀតបាទគឺវាចាប់រាប់ពីសបុកទៀតចាប់រាប់ពីសបុកទៀតចាប់រាប់ពីសបុកបន្តទៀតប៉ុន្តែនៅពេលដែលយើងអត់យកទៅវិញបងសបុកមួយដែលយើងអត់យកបាទសបុកហ្នឹងគឺល្មិចពេលដែលយើងអត់យកសបុកហ្នឹងវាទៅច្រើនជាន់បាទសបុកវាឡើងច្រើនជាន់រហូតដល់10ជាន់ទៅទៀតដែរបើសិនយើងអត់យកនេះបងឃើញដល់នេះនេះអានេះមិនមែនតែជាន់ណាវាច្រើនជាន់វា2ជាន់នេះអានេះវា2ដងបាននេះថារាល់ដល់ពេលវាពងគឺវាបៀកមួយជាន់ពីលើអាសបុកចាស់បាទវាបៀកមួយជាន់ពីលើសបុកចាស់ទៀតអញ្ចឹងវាធ្វើសបុកកើនឡើងច្រើនទៅរហូតដល់វាទល់មកនេះទល់ដល់គ្រឿងលើនេះអញ្ចឹងជួនកាលកូនnóចេញពីសបុកតែបានទេបាទវាអាចស្ទះដោយសារសបុកជួនកាលអាចងាប់កូនដោយសារសបុកក៏មានដែរបាទនេះជាមូលហេតុដែលយើងចង់បង្ហាញថាចឹងបងប្អូនយល់ថាម៉េចយល់ថាយកសបុកគេតែប៉ុតសបុកហ្នឹងគឺជាសបុកដែលគេបោះចោលហើយបាទអាហ្នឹងតើតែវាចេះហើបានវាចាប់ដើមរៀបពងកូនបានវាចាប់ដើមជាសបុកថ្មីមកម្ដងទៀតបាទអានេះជាចម្ងល់របស់បងប្អូនឆ្ងល់ហើយខ្ញុំនឹងបង្ហាញឲ្យឃើញច្បាស់បន្ថែមទៀតនៅពេលដែលខ្ញុំមានសបុកដែលយូរហើយបង្ហាញបងប្អូនណាអញ្ចឹងអរគុណច្រើន